កាលពីព្រេងនាយមានមនុស្ស2នាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំចិនទាំង2នាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅនឹងចិនផ្ទះមួយអាខ្វិននៅនឹងផ្ទះចិនមួយទៀតជិតគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់ឯអាខ្វាក់ខ្វាក់ភ្នែកទាំងពីរមើលមិនឃើញអាខ្វិនខ្វិនជើងទាំងពីរដើរមិនរួចបើទៅណាមកណាមានតែកិលនឹងគូតចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះអាខ្វាក់អាខ្វិននឿយលំបាកណាស់ក៏គិតគ្នាថាយើងនឿយហត់លំបាកណាស់នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេមានតែយើងគិតរត់ហើយអាខ្វាក់សួរអាខ្វិនថាបើដូច្នេះយើងនឹងគិតដូចម្ដេចអាខ្វិនឆ្លើយថាអញឃើញទូកគេនៅកំពង់នោះមានយើងត្រូវរត់ទៅដោយទូកនោះទូករួចអាខ្វាក់អាខ្វិនក៏គិតគ្នាហើយលុះយប់ឡើងក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលទាល់គ្នាប្រឹងអុំទូកទៅអាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះហើយយប់ងងឹតមើលមិនឃើញគិតស្មានថាទូកទៅមុខតែទូកចេះតែវិលនៅត្រង់កំពង់នោះលុះអុំទូកយូរទៅដល់ពាក់កណ្ដាលអាទិត្យឮសំឡេងសត្វអកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយើងប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទូកទៀតលុះដល់ពេលមាន់រងាវហើយនិយាយគ្នាថាអាខ្វាក់ថាយើងរត់រងនេះទៀតកុំឲ្យម្ចាស់គេតាមទាន់យើងកុំរត់ទៅជើងទឹករត់ជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងខ្វិននឹងរត់ទៅឯណារួចអាខ្វិនឆ្លើយឡើងថាឯងកុំព្រួយចិត្តឯងឲ្យអញជិះលើឯងហើយអញបង្ហាញផ្លូវអាខ្វាក់អាខ្វិនក៏គិតព្រមគ្នាហើយលុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីបង្ហាញផ្លូវនិងដើរទៅឯម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគិតថាមនុស្សខ្វាក់មនុស្សខ្វិនវានឹងរត់ទៅណារួចគេក៏មិនទៅតាមអាខ្វាក់អាខ្វិនខំរត់ទៅ2-3ថ្ងៃបានទៅដល់ស្រុកមួយនោះមានខ្លាសាហាវអ្នកស្រុកគេហាមប្រាមកូនចៅគេថាប្រលប់យប់នឹងងងឹតហើយកុំលេងនៅនឹងដីខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជូនជាប្រលប់យប់ងឹតយើងដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែតើយើងបាននឹងគល់រនាស់ក្របីគោពីណានឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទៅបានភូមិគេអស់អ្នកស្រុកគេឃើញគេប្រាប់ថាស្រុកនេះមានខ្លាសាហាវណាស់អាខ្វិនឆ្លើយឡើងថាក្លេមិនខ្លាចទៅខ្លាចខ្លាក៏ជូនជាមកលោកខំគោពេលនោះដែរដល់ឮអាខ្វាក់ថាក្លេមិនខ្លាចទៅខ្លាចខ្លាក៏គិតគ្នាថាពីដើមគេខ្លាចតែអញឥឡូវមានក្លេផ្សេងគេខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលឮសោះទេក្លេនោះបើដូច្នេះអញខំលេបមើលឲ្យឃើញច្បាស់ប្រាកដអាខ្វិនឃើញក្រោលគោគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោចុះអញចាំនៅឯក្រោយរបងនេះអាខ្វាក់ដាក់អាខ្វិនចុះហើយដើរស្ទាបចូលទៅជូនជាជួបនឹងខ្លាឃើញអាខ្វាក់គិតស្មានថាជាក្លេក៏ខ្លាចមិនហ៊ានកំរើខ្លួនអាខ្វាក់ស្ទាបអស់ទាំងខ្លួនខ្លាគិតថាគោហើយស្ទាបទៅលើក្បាលខ្លាមិនឃើញស្នែងនឹកគោនេះស្នែងនុបធាត់ល្អណាស់អញទុកជាអាណប់កូនក្រោលអាខ្វាក់ក៏ចាប់ទាញខ្លាដឹកមកនឹងខ្លោបឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាក្លេអាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបងហើយប្រាប់ទៅអាខ្វិនឲ្យយកឃ្លោះនិងឃ្លោះអាណប់កូនក្រោលអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាទេអាខ្វាក់ឆ្លើយថាបើឯងខ្លាចឲ្យកន្លោះ
មកអញនឹងចាក់ច្រមុះយកទៅជឿស្រែអាខ្វិនក៏ហុចកន្លោះទៅឲ្យអាខ្វាក់បានកន្លោះហើយចាក់ច្រមុះខ្លាឈឺច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកឮតែរោមហើយរត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរនឹងស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទិញថាស្ដាយអាណប់កូនក្រោលអញធាត់ល្អណាស់ហើយក៏ទៅតាមលុះទៅដល់កណ្ដាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរនាស់ហើយឃើញអណ្ដើកមួយអាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថាណែវើយអាខ្វាក់មានខ្ទមស្រែគេហើយមានខ្សែពួរនិងចង្អេរសន្ធឹកផងអាខ្វាក់ថាចេះតែយកឲ្យអស់អាខ្វិនប្រកែកថាយកធ្វើអីធ្ងន់អត់អំពើអាខ្វាក់ថាធ្ងន់អីឯងធ្ងន់តែអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយកទាំងអស់មានបាយមួយឆ្នាំងដែលគេដាំទុកនៅលើចង្ក្រានខ្វាក់លុនសារយករបស់អស់សពគ្រប់អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដើរចូលទៅដល់ក្នុងព្រៃភ្លឺបានជួបមនុស្សម្នាក់គេមកយកឃ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថាណែវើយមានគេមកយកឃ្មុំអាខ្វាក់ឮសំឡេងស្រែកទៅអ្នកយកឃ្មុំថាណែវើយចែកឃ្មុំគ្នាស៊ីផងអ្នកយកឃ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកការឲ្យឯងហើយអ្នកយកឃ្មុំដោះទុកសัตว์ធំដាក់បំពង់ចុកចិត្តយកទៅឲ្យអាខ្វាក់អាខ្វិនកាន់យកទៅលុះដើរលិចវាចូលព្រៃថ្ងៃណាហើយក៏ឃ្លានបាយទើបនិយាយគ្នាថាយើងស៊ីបាយសិនមានកម្លាំងសឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះដោយស្មានជាសាច់ឃ្មុំយកមកស៊ីនឹងបាយដល់ដកឆ្នុកឡើងធំស្អុយលិមួកអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយលិមួកហើយយើងទៅរកដំណាក់ធប់ឯមុខទៀតអាខ្វាក់ចុកបំពង់លិមួកហើយក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថាអស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់ស៊ីបាយអាខ្វិនក៏មើលឃើញម្លប់ល្អហើយមានទឹកត្រពាំងល្មមនឹងស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើដល់អាខ្វិនដកឆ្នុកបំពង់នោះឡើងធំស្អុយទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដងក្រោយទៀតអាខ្វិនឃ្លានបាយណាស់បបួលអាខ្វិនឈប់ហើយដកឆ្នុកបំពង់យកដៃលូកទៅធំស្អុយលិមួកដឹងថាលិមួកក៏ប្រាប់ទៅអាខ្វិនថាណែវើយអាខ្វិនអាដែងយកឃ្មុំនោះវាបញ្ឆោតយើងជុះលិមួកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើងអាខ្វិនខឹងខ្លាំងណាស់លាងដៃរួចហើយស៊ីបាយពីរនាក់និងអាខ្វិននិយាយគ្នាថាយើងស៊ីបាយឲ្យមានកម្លាំងរួចហើយយើងនឹងទៅតាមសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលិមួកមកយើងសម្រាប់វាឲ្យកុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះអាខ្វិនស៊ីបាយរួចហើយប្រញាប់ទៅរកអ្នកយកលុះទៅដល់វង្វេងផ្លូវមិនដឹងជាទៅឯណាអាខ្វាក់ឮសំឡេងសសេះចុះដើមឈើយកកណ្ដៀស៊ីគិតស្មានថាអ្នកយកឃ្មុំក៏ស្រែកឡើងថាឯងមានចិត្តឯងចុះពីលើដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសត្វសសេះចុះដើមឈើទេមិនមែនជាមនុស្សទេអាខ្វិនដើរលិចវាលចូលព្រៃលិចព្រៃចូលវាលទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅហើយមានយក្សតែងតែមកស៊ីមនុស្សសាលាថ្ងៃដែលអាខ្វិនទៅដល់នោះស្ដេចឲ្យយកនាងពៅដែលជាព្រះរាជបុត្រីក្រមុំតែមួយជាបុត្រីសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យវាស៊ីនាងពៅយក្សនឹងស៊ីមនុស្សក្នុងនគរទាំងលិមើនទាំងស្ដេចនាងពៅអាណិតអស់រាជនាមន្ត្រីនិងស្ដេចបានជាមកឲ្យយក្សស៊ីជូនជាថ្ងៃនេះអាខ្វិនទៅដល់សាលានោះហើយអាខ្វិនប្រាប់ថាយើងដល់សាលាសំណាក់ដែលគេឈប់យើងក៏ល្មមដល់ពេលនឹងឈប់ហើយអាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឮមាត់អាខ្វិនចូលទៅក្នុងសាលានាងពៅនៅក្នុងស្គរឮមាត់អាខ្វិននិយាយហើយសួរទៅអ្នកមកពីណាទៅបិទសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្សស៊ីសពថ្ងៃតែដល់ប្រលប់យក្សវាហោះមកឮសន្ធឹកដូចជាកលួន
វាមកស៊ីមនុស្សនៅក្នុងសាលានេះឯខ្លួនខ្ញុំមកឲ្យជាចំណៃយៈដូច្នេះចូលអ្នកឆាប់ចេញទៅខំនៅតែមុខយៈវាស៊ីជាចំណៃមិនខានឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំងខ្លាំងមានរិទ្ធផងឮហើយក៏ឆ្លើយថាខ្លាចអីយៈនោះបើវាមកយើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅតែឲ្យស្ងៀមយកបាយយកចំណីចំណុកមកឲ្យយើងស៊ីមានកម្លាំងនឹងកាប់យៈនោះឲ្យស្លាប់នាងឯងរកតែដាវឲ្យមុតល្អយើងនឹងកាប់យៈនោះនាងពៅឮអាខ្វាក់ថាដូច្នេះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យៈនោះបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកមកឲ្យយៈនោះខ្ញុំនឹងជូនទៅអ្នកទាំងអស់អាខ្វាក់បានឮដូច្នេះអរណាស់បង្គាប់ឲ្យអាខ្វិនឲ្យយកបាយចំណៃចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្រាប់យៈអាខ្វិនឮនាងពៅថាយៈវានឹងមកស៊ីក៏ភ័យស្ទើរនឹងស្លាប់អាខ្វាក់ស៊ីបាយឆ្អែតហើយបិទទ្វារសាលាទាំងអស់លុះដល់ប្រលប់ងងឹតបន្តិចល្មមពេលវេលាយៈមកស៊ីមនុស្សយៈហោះមកឮសន្ធឹកដូចព្យុះក៏លន់ខ្ទរទាំងដីអាខ្វិនភ័យណាស់ស្ទើរនឹងលិចអាចលិចនោមនាងពៅក៏សន្លប់នៅក្នុងស្គរអាខ្វាក់ឮសន្ធឹកយៈមកមិនខ្លាចសោះអង្គុយចាំនៅមាត់ទ្វារលុះដល់យៈមកហើយឃើញទ្វារសាលាបិទយៈស្រែករន្ធប់ដូចរន្ទះថានរណាបិទទ្វារសាលាអញអាខ្វាក់គ្មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយៈឆ្លើយថាមនុស្សមកពីណាចិត្តធំដល់ម្លឹងអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាឯងចិត្តធំដល់ម្លឹងអាខ្វាក់បោះចង្អេរក្រៀងធំទៅឲ្យយៈវាមើលឃើញចង្អេរក្រៀងហើយគិតថាថ្លើមអានេះធំសមខ្លួនវាធំជាងអញហើយយៈថាបើថ្លើមឯងធំប៉ុណ្ណាចៃឯងធំប៉ុណ្ណាអាខ្វាក់បានបោះអណ្ដើកទៅឲ្យយៈមើលយៈស្មានថាជាចៃមែនហើយគិតក្នុងចិត្តថាចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែនយៈសួរទៅទៀតថារោមជើងឯងធំប៉ុណ្ណាអាខ្វាក់បោះពួរដែលគេតាក់ក្របីឲ្យទៅយៈមើលហើយឃើញថារោមជើងអញប៉ុណ្ណេះយៈភិតភ័យត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយៈវាត្រឡប់ទៅវិញហើយត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយៈមកទីទេនាងពៅក្រោកពីភ័យសន្លប់ឡើងប្រាប់ទៅអាខ្វាក់ថានៅមានយៈញីមួយទៀតយប់បន្តិចវានឹងមកអាខ្វាក់ឮនាងពៅប្រាប់ដូច្នេះក៏ប្រាប់ទៅអាខ្វិនថាឯងទៅរើសដាវមួយឲ្យមុតធំវែងល្មមនឹងកម្លាំងអញអាខ្វិនទៅរើសដាវឲ្យអាខ្វាក់លុះយប់បន្តិចយៈញីវាហោះមកឮសន្ធឹកដូចកអាខ្វាក់ឮសន្ធឹកយៈមកដូច្នេះក៏ឈប់កាន់ដាវចាំនៅមាត់ទ្វារហើយបិទទ្វារទុកលុះយៈនោះមកដល់ហើយវាបានច្រានទ្វារអើតកចូលមកអាខ្វាក់ឮសន្ធឹកយៈច្រានទ្វារកាប់ស្មានទៅត្រូវយៈដាច់កស្លាប់នៅទីនោះអាខ្វាក់អាខ្វិនដឹងថាយៈស្លាប់ហើយក៏បបួលគ្នាយកទ្រព្យសម្បត្តិមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់ចែកគ្នាអាខ្វាក់ជាមេចំណែករើសរបស់ល្អនៅនឹងមុខខ្លួនអាក្រក់ដាក់នៅនឹងមុខអាខ្វិនហើយសួរទៅអាខ្វាក់ថាឯងយករបស់ខាងមុខឬយករបស់ខាងក្រោយអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អប្រាប់ទៅអាខ្វាក់ថាចែកម្ដងទៀតចែកមុននេះមិនស្មើគ្នាទេហើយអាខ្វិនយករបស់ចែកម្ដងទៀតដល់ចែកក្រោយទៀតអាខ្វិនយករបស់ល្អដាក់នៅពីខាងមុខអាខ្វាក់ហើយត្រូវសួរអាខ្វាក់ឯងយករបស់ខាងណា
អាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅក្នុងមុខខ្លួនហើយយកដៃស្ទាបរបស់នៅមុខនោះក៏ប្រាប់អាខ្វិនថាអញយករបស់នៅមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថាចែកមិនត្រូវគ្នាទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយឯងថាមិនត្រូវអាខ្វាក់យករបស់ចែកជាថ្មីទៀតហើយឲ្យអាខ្វាក់ថាដូចពីមុនអាខ្វាក់ឆ្លើយត្រូវតែលើរបស់ល្អអាខ្វាក់ប្រាប់អាខ្វិនថាមិនត្រូវទេចែកម្ដងទៀតអាខ្វាក់អាខ្វិនប្រកែកគ្នាទៅមិញទៅមកពេលនេះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់គិតស្មានថាអាខ្វាក់វាយក៏ឆ្លើយថានិយាយតែត្រឹមមាត់មិនអស់ចិត្តដៃដល់ផងទៀតហើយអាខ្វាក់ស្ទុះទៅធាក់ដើរអាខ្វិនតតែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ហើយអាខ្វិនស្ទុះទៅដល់អាខ្វាក់ត្រូវភ្នែកក៏ជាភ្លឺទាំងពីរអ្នកទាំងពីរក៏បបួលគ្នាចែករបស់ទ្រព្យតាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ហើយបបួលគ្នាដើរទៅទៀតនិយាយពីនាងពៅកាលក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនតែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលាឃើញនាងពៅនៅរស់យៈពុំស៊ីបានឃើញយៈស្លាប់ចង្ក្រាននៅមាត់ទ្វារអស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរស្ដេចទ្រង់ឲ្យគេទៅយកនាងពៅពីក្នុងស្គរមកទ្រង់មានព្រះទ័យត្រេកអរខ្លាំងណាស់ពីព្រោះព្រះរាជធីតាបានរួចពីស្លាប់ទ្រង់មានព្រះបន្ទូលសួរទៅនាងពៅថាដូចម្ដេចបានជាកូនរួចពីស្លាប់ហើយឃើញអាយៈស្លាប់ទៅវិញនាងពៅក្រាបទូលព្រះបិតាតាមដំណើរសពគ្រប់ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលបង្គំដូច្នេះទ្រង់បានឲ្យបាវកងរកអ្នកដែលសម្លាប់យៈនោះទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធហើយឲ្យសោយរាជឯអ្នកបាវកងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិនហើយចៅខ្វាក់ចៅខ្វិនសួរថាមានកលយុគកលយាអីបានជាស្ដេចឲ្យបាវកងអ្នកបាវប្រាប់ថាស្ដេចឲ្យបាវកងរកអ្នកសម្លាប់យៈនឹងយកទៅឲ្យសោយរាជចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថាខ្ញុំនេះហើយសម្លាប់យៈកាលដើមឆ្នាំខ្ញុំខ្វាក់ខ្វិនឥឡូវនេះជាហើយមិនជឿសោតទៀងរបស់ដែលខ្ញុំយកជាមួយសម្គាល់ផងអ្នកបាវកងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិនយកទៀងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ចៅខ្វាក់ចៅខ្វិនក្រាបថ្វាយបង្គំស្ដេចទ្រង់មានព្រះបន្ទូលថាចៅឯងឬដែលសម្លាប់យៈចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើលហើយទ្រង់សួរថានេះចៅឬដែលសម្លាប់យៈនាងពៅក្រាបទូលថាអ្នកនេះហើយដែលសម្លាប់យៈប៉ុន្តែកាលពីមុនគាត់ខ្វាក់ខ្វិនឥឡូវនេះមិនខ្វាក់ទេស្ដេចទ្រង់ជ្រាបទ្រង់ផ្សំនាងពៅឲ្យព្រះជាយាចៅខ្វាក់ឲ្យសោយរាជជំនួសព្រះអង្គដល់ចៅខ្វាក់បានសោយរាជហើយឲ្យចៅខ្វិនធ្វើជាឧបរាជត្បិតជាមនុស្សកំសត់កំរផងនឹងគ្នាក៏បានសេចក្តីសុខដល់រាបរៀងទៅ